សូមជូនព្រឹត្តិការណ៍ថ្មីៗប្រចាំបច្ចុប្បន្នអ្នកជំនាញថាថតរូបក៏អាចបង្កឲ្យមានគ្រោះថ្នាក់បានដែរផ្ទះល្វែងមួយខ្នងត្រូវបានជ្រុះបាត់នៅម្ដុំផ្សារធំថ្មីស្ដាប់ព័ត៌មានពិស្ដាបន្តិចទៀតនេះអ្នកជំនាញថតរូបមកពីប្រទេសអ៊ុយក្រែនដែលមានសញ្ជាតិស៊ុយអែតបានលើកឡើងនៅក្នុងសន្និសីទថ្នាក់តំបន់ស្ដីពីស្នេហាអ្នកឡើងថ្នោតកាលពីឆ្នាំ2008ថាការថតរូបក៏អាចបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សខ្លាំងផងដែរលោកបញ្ជាក់ថាគ្រោះថ្នាក់ដែលបណ្ដាលមកពីការថតរូបនោះគឺដោយសារតែរូបថតដែលថតហើយរក្សាទុកយូរនោះវាអាចសឹករិចរិលជាពិសេសគឺខោអាវរបស់លោកអ្នកដែលពាក់ថតនោះវាអាចនឹងសឹកបន្តិចម្ដងរហូតអស់រលេងពីខ្លួនពេលនោះលោកអ្នកនឹងត្រូវមានរូបរាងក្នុងសភាពអាក្រាតកាយលោកបានបន្ថែមថារហូតមកដល់ពេលនេះរូបថតដែលលោកថតឲ្យនារីស្អាតខ្ជូតកាលពី2ឆ្នាំមុននោះចាប់ផ្ដើមសឹកខោអាវបណ្ដាហើយគ្រូបង្រៀនភាសាអង់គ្លេសមួយរូបបានប្រាប់គ្រូភាសាបារាំងឲ្យដឹងថាផ្ទះល្វែងមួយខ្នងដែលមានប្រវែង350ម៉ែត្របានជ្រុះពីលើឡានដឹកដីនៅម្ដុំផ្សារធំថ្មីដែលឡាននោះកំពុងតែដឹកដីទៅចាក់បំពេញសមុទ្រប៉ាស៊ីហ្វិកលោកគ្រូបន្តថាផ្ទះល្វែងដែលបានជ្រុះពីលើឡានដឹកដីនោះគឺមានទំហំ 3x4 ពណ៌សលាយពណ៌កាប់ស្តាំងដែលឡាក្បាលឯងផ្ទះណា 3x4 មើលតែរូបថតឯងបានហើយជប់ធ្វើចុះបីទៅដេកប្រាប់ម៉ែឡើយខ្ញុំផងនឹងភេកខ្ញុំតាអើយគ្មានទេទៅដេកវ៉េសាំហេ 3x4 មើលតែរូបថតឯងបានហើយទៅដេកបានសាំហេផយទិញបានអូផ្លេចខ្ញុំតិនហ្វីលូធ្វើសេចក្តីរាយការណ៍ពីក្នុងលូសូមអរគុណ